របស់ខ្ញុំអើយខ្ញុំចង់ប្រាប់អ្នកពីរឿងសាមញ្ញមួយនៅថ្ងៃនេះអ្នកមិនចង់បាច់ធ្វើការ20ម៉ោងក្នុងមួយថ្ងៃដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកទេអ្នកគ្រាន់តែត្រូវការ2ម៉ោងប៉ុណ្ណោះប៉ុន្តែ2ម៉ោងនេះត្រូវតែជារបស់អ្នកមនុស្សភាគច្រើននិយាយថាខ្ញុំមិនមានពេលទេនោះមិនមែនជាការពិតទេអ្នកមានពេលសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមមានពេលសម្រាប់ Netflix មានពេលសម្រាប់និយាយដើមគេប៉ុន្តែអ្នកមិនមាន2ម៉ោងសម្រាប់ខ្លួនឯងទេនោះជាលេសកាលខ្ញុំនៅក្មេងខ្ញុំខ្ជិះខ្ជាយពេលវេលាច្រើនក្រោយមកខ្ញុំបានដឹងថាប្រសិនបើរាល់ថ្ងៃខ្ញុំគ្រាន់តែផ្ដល់ពេលវេលាឲ្យខ្លួនឯង2ម៉ោងដើម្បីរៀនគិតរៀបចំផែនការជីវិតរបស់ខ្ញុំនឹងខុសគ្នាទាំងស្រុងហើយវាពិតជាដូច្នោះមែនប្រើប្រាស់2ម៉ោងនោះដើម្បីអានរៀនជំនាញថ្មីកែលម្អគំនិតរបស់អ្នកឬឆ្លុះបញ្ចាំងពីកំហុសរបស់អ្នកកុំគ្រាន់តែត្អូញត្អែអំពីបញ្ហាអង្គុយចោះហើយគិតថាតើខ្ញុំអាចធ្វើអ្វីបានល្អជាងនៅថ្ងៃស្អែក2ម៉ោងក្នុងមួយថ្ងៃប្រហែលជាមិនមើលទៅមានឥទ្ធិពលនៅថ្ងៃនេះទេប៉ុន្តែបន្ទាប់ពី1ឆ្នាំបន្ទាប់ពី5ឆ្នាំអ្នកនឹងមិនអាចស្គាល់បានទេសូមឲ្យខ្ញុំប្រាប់អ្នកថាភាពជោគជ័យមិនមែននិយាយអំពីសំណាងនោះទេភាពជោគជ័យគឺនិយាយអំពីការកសាងទម្លាប់អ្នកមិនអាចផ្លាស់ប្ដូរជីវិតរបស់អ្នកក្នុងរយៈពេល1ថ្ងៃបានទេប៉ុន្តែអ្នកអាចផ្លាស់ប្ដូរ2ម៉ោងជារៀងរាល់ថ្ងៃហើយរយៈពេល2ម៉ោងនេះនឹងផ្លាស់ប្ដូរគំនិតទម្លាប់របស់អ្នកនិងទីបំផុតអនាគតរបស់អ្នកបន្តិចម្ដងដូច្នេះឈប់និយាយថាអ្នកគ្មានពេលឈប់រងចាំការលើកទឹកចិត្តចំណាយពេល2ម៉ោងនៅថ្ងៃនេះការពារវាហើយប្រើប្រាស់វាដើម្បីវិនិយោគលើខ្លួនឯងថ្ងៃណាមួយអ្នកនឹងអរគុណខ្លួនឯងចំពោះការសម្រេចចិត្តតូចតាចប៉ុន្តែមានឥទ្ធិពលនេះចងចាំថាវិន័យគឺពិបាកប៉ុន្តែការសោកស្ដាយគឺពិបាកជាងជ្រើសរើសវិន័យរយៈពេល2ម៉ោងក្នុងមួយថ្ងៃហើយអ្នកនឹងផ្លាស់ប្ដូរជីវិតទាំងមូលរបស់អ្នកមនុស្សជាច្រើនបរាជ័យក្នុងជីវិតមិនមែនដោយសារតែពួកគេមិនឆ្លាតទេព្រោះពួកគេមិនមានឱកាសនោះទេប៉ុន្តែដោយសារតែពួកគេពឹងផ្អែកតែលើការលើកទឹកចិត្តគឺដូចជាភ្លើងនៅពេលព្រឹកអ្នកមានអារម្មណ៍រំភើបអ្នកមានអារម្មណ៍ថាត្រៀមខ្លួនរួចរាល់ដើម្បីធ្វើអ្វីគ្រប់យ៉ាងប៉ុន្តែនៅពេលល្ងាចភ្លើងនោះបានរលត់ទៅហើយថ្ងៃស្អែកអ្នកត្រូវការលើកទឹកចិត្តថ្មីម្ដងទៀតនោះហើយគឺជាមូលហេតុដែលមនុស្សអានសម្រង់សម្ដីមើលវីដេអូស្ដាប់សន្ទរកថាជារៀងរាល់ថ្ងៃប៉ុន្តែជីវិតរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរការលើកទឹកចិត្តអាចជំរុញអ្នកប៉ុន្តែវាមិនអាចនាំអ្នកទៅបានយូរទេវិន័យគឺខុសគ្នាវិន័យគឺនៅពេលដែលអ្នកធ្វើអ្វីដែលអ្នកបាននិយាយថាអ្នកនឹងធ្វើទោះបីជាអ្នកមិនមានអារម្មណ៍ចង់ធ្វើក៏ដោយវិន័យគឺនៅពេលដែលអ្នកភ្ញាក់ពីព្រលឹមទោះបីជារាងកាយរបស់អ្នកចង់កេងច្រានជានេះក៏ដោយវិន័យគឺនៅពេលដែលអ្នកអានសៀវភៅនោះទោះបីជាមិត្តភ័ក្តិរបស់អ្នកកំពុងមើលទូរទស្សន៍ក៏ដោយវិន័យគឺនៅពេលដែលអ្នកទៅកន្លែងហាត់ប្រាណទោះបីជាអារម្មណ៍របស់អ្នកមិនល្អក៏ដោយការលើកទឹកចិត្តគឺផ្អែកលើអារម្មណ៍វិន័យគឺផ្អែកលើការសម្រេចចិត្តសូមគិតអំពីសិស្សនៅថ្ងៃដំបូងនៃថ្នាក់រៀនមនុស្សគ្រប់គ្នាមានអារម្មណ៍ថាមានការលើកទឹកចិត្តពួកគេទិញសៀវភៅកត់ត្រាថ្មីពួកគេសន្យាថានឹងខិតខំសិក្សាពួកគេមានអារម្មណ៍រំភើបប៉ុន្តែបន្ទាប់ពី2សប្តាហ៍ការរំភើបបាត់ទៅហើយតែសិស្សមួយចំនួនតូចប៉ុណ្ណោះដែលបន្តសិក្សាជារៀងរាល់ថ្ងៃអ្នកទាំងនោះគឺជាអ្នកដែលមានវិន័យហើយអ្នកទាំងនោះហើយគឺជាអ្នកប្រឡងជាប់អ្នកផ្សេងទៀតរងចាំការលើកទឹកចិត្តត្រឡប់មកវិញប៉ុន្តែវាមិនដូច្នោះទេវិន័យឈ្នះការលើកទឹកចិត្តពីព្រោះវិន័យដើរទៅមុខលឿនជាងការលើកទឹកចិត្តវិន័យឈ្នះការលើកទឹកចិត្តពីព្រោះវិន័យតាមមុនជាងការលើកទឹកចិត្តពីព្រោះវិន័យផ្ដល់ឲ្យអ្នកនូវភាពស៊ីសង្ងាត់ភាពជោគជ័យមិនមែនមកពីអ្វីដែលអ្នកធ្វើម្ដងទេភាពជោគជ័យកាត់មកពីអ្វីដែលអ្នកធ្វើជារៀងរាល់ថ្ងៃប្រសិនបើអ្នកធ្វើសកម្មភាពតែពេលដែលអ្នកមានអារម្មណ៍ថាមានការលើកទឹកចិត្តអ្នកនឹងធ្វើការយ៉ាងខ្លាំងរយៈពេល2ថ្ងៃបន្ទាប់មកសម្រាប់រយៈពេល5ថ្ងៃប៉ុន្តែបើសិនជាអ្នកមានវិន័យអ្នកនឹងធ្វើការយ៉ាងខ្លាំងរយៈពេល7ថ្ងៃលទ្ធផលនឹងខុសគ្នាទាំងស្រុងការលើកទឹកចិត្តគឺល្អសម្រាប់ការចាប់ផ្ដើមប៉ុន្តែវិន័យគឺល្អសម្រាប់ការបញ្ចប់ជប់រងចាំការលើកទឹកចិត្តចាប់ផ្ដើមមានវិន័យថ្ងៃនេះបាត់យ៉ាប់ដេវីដស្រមៃមើលការរត់ម៉ារ៉ាតុងនៅពេលចាប់ផ្ដើមមនុស្សគ្រប់គ្នារត់លឿនពួកគេមានអារម្មណ៍ថាមានការលើកទឹកចិត្តពីភូមិមនុស្សតន្ត្រីនិងថាមពលប៉ុន្តែបន្ទាប់ពីរត់បាន10គីឡូម៉ែត្រពួកគេភាគច្រើនរត់យឺតហេតុអ្វីដោយសារតែការលើកទឹកចិត្តបានបាត់បង់អ្នកដែលបញ្ចប់ការរត់ម៉ារ៉ាតុងមិនមែនជាមនុស្សដែលរំភើបបំផុតនៅពេលចាប់ផ្ដើមនោះទេពួកគេគឺជាអ្នកដែលមានវិន័យដែលបន្តរត់មួយជំហានម្ដងទោះបីជាជើងរបស់ពួកគេឈឺក៏ដោយសូម្បីតែពេលដែលគ្មាននរណាម្នាក់អបអរសាទរទៀតនោះវិន័យក៏ជាទម្លាប់មួយដែរអ្នកអនុវត្តវាកាន់តែច្រើនវាកាន់តែរឹងមាំ
ដំបងឡើយវាពិបាកខ្លាំងណាស់ការភ្ញាក់ពីព្រលឹមមានអារម្មណ៍ដូចជាការដាក់ទណ្ឌកម្មការអានជំនួសឲ្យការមើលទូរទស្សន៍មានអារម្មណ៍ធុញទ្រាន់ការធ្វើការនៅពេលអ្នកអស់កម្លាំងមានអារម្មណ៍មិនអាចទៅរួចនោះទេប៉ុន្តែប្រសិនបើអ្នកជំរុញខ្លួនឯងជារៀងរាល់ថ្ងៃចិត្តនិងរាងកាយរបស់អ្នកសម្របខ្លួនបន្តិចម្ដងថ្ងៃណាមួយការភ្ញាក់ពីព្រលឹមនឹងមានអារម្មណ៍ធម្មតាការអាននឹងមានអារម្មណ៍ធម្មជាតិការធ្វើការយ៉ាងលំបាកនឹងមានអារម្មណ៍ដូចជាផ្នែកមួយនៃជីវិតរបស់អ្នកនោះហើយជាពេលដែលវិន័យคล้ายជាអំណាចរបស់អ្នកមនុស្សច្រើនតែនិយាយថាខ្ញុំត្រូវការលើកទឹកចិត្តដើម្បីចាប់ផ្ដើមប៉ុន្តែការពិតគឺថាអ្នកមិនត្រូវការលើកទឹកចិត្តអ្នកត្រូវការកាលវិភាគប្រសិនបើកាលវិភាគរបស់អ្នកប្រាប់ឲ្យភ្ញាក់ពីដំណេកនៅម៉ោង6ព្រឹកនោះអ្នកនឹងភ្ញាក់ពីដំណេកនៅម៉ោង6ព្រឹកមិនថាអ្នកមានអារម្មណ៍យ៉ាងណានោះទេប្រសិនបើកាលវិភាគរបស់អ្នកប្រាប់ឲ្យធ្វើការរយៈពេល2ម៉ោងនោះអ្នកនឹងធ្វើការរយៈពេល2ម៉ោងមិនថាអ្នកមានការបំផុសគំនិតឬអត់នោះទេភាពខុសគ្នារវាងមនុស្សជោគជ័យនិងមនុស្សមិនជោគជ័យមិនមែនថាមនុស្សជោគជ័យមានអារម្មណ៍លើកទឹកចិត្តជារៀងរាល់ថ្ងៃនោះទេភាពខុសគ្នាគឺថាមនុស្សជោគជ័យធ្វើតាមវិន័យជារៀងរាល់ថ្ងៃសម្បីតែនៅថ្ងៃអាក្រក់ក៏ដោយវិន័យក៏បង្កើតសេរីភាពផងដែរមនុស្សច្រើនតែនិយាយថាខ្ញុំត្រូវការលើកទឹកចិត្តដើម្បីចាប់ផ្ដើមប៉ុន្តែការពិតគឺថាអ្នកមិនត្រូវការលើកទឹកចិត្តអ្នកត្រូវការកាលវិភាគប្រសិនបើកាលវិភាគរបស់អ្នកប្រាប់ឲ្យភ្ញាក់ពីដំណេកនៅម៉ោង6ព្រឹកនោះអ្នកនឹងភ្ញាក់ពីដំណេកនៅម៉ោង6ព្រឹកមិនថាអ្នកមានអារម្មណ៍យ៉ាងណានោះទេប្រសិនបើកាលវិភាគរបស់អ្នកប្រាប់ឲ្យធ្វើការរយៈពេល2ម៉ោងនោះអ្នកនឹងធ្វើការរយៈពេល2ម៉ោងមិនថាអ្នកមានការបំផុសគំនិតឬអត់នោះទេភាពខុសគ្នារវាងមនុស្សជោគជ័យនិងមនុស្សមិនជោគជ័យមិនមែនថាមនុស្សជោគជ័យមានអារម្មណ៍លើកទឹកចិត្តជារៀងរាល់ថ្ងៃនោះទេភាពខុសគ្នាគឺថាមនុស្សជោគជ័យធ្វើតាមវិន័យជារៀងរាល់ថ្ងៃសម្បីតែនៅថ្ងៃអាក្រក់ក៏ដោយវិន័យក៏បង្កើតសេរីភាពផងដែរមនុស្សជាច្រើនគិតថាវិន័យគឺជាគុកពួកគេគិតថាវាកំណត់ជីវិតរបស់ពួកគេប៉ុន្តែវិន័យធ្វើឲ្យអ្នកមានសេរីភាពប្រសិនបើអ្នកមានវិន័យជាមួយនឹងលុយកាក់របស់អ្នកនឹងមិនជប់ជំពាក់បំណុលគេឡើយប្រសិនបើអ្នកមានវិន័យជាមួយនឹងសុខភាពរបស់អ្នកនឹងមិនជប់ជំពាក់ជំងឺទេប្រសិនបើអ្នកមានវិន័យជាមួយនឹងពេលវេលារបស់អ្នកនឹងមិនជប់ជំពាក់ការសោកស្ដាយឡើយការលើកទឹកចិត្តផ្ដល់ឲ្យអ្នកនូវការរំភើបប៉ុន្តែវិន័យផ្ដល់ឲ្យអ្នកនូវលទ្ធផលទម្លាប់តូចៗអាចបង្កើតលទ្ធផលដ៏ធំភាគច្រើននៃពេលវេលាមនុស្សគិតថាភាពជោគជ័យគឺជាអំពីឱកាសដ៏ធំមួយការសម្រេចចិត្តដ៏ធំមួយការផ្លាស់ប្ដូរដ៏ធំមួយក្នុងជីវិតពួកគេគិតថាថ្ងៃណាមួយពួកគេនឹងមានសំណាងភ្លាមហើយអ្វីៗនឹងប្រែជាល្អប៉ុន្តែតាមពិតទៅជីវិតមិនផ្លាស់ប្ដូរក្នុងរយៈពេល1ថ្ងៃទេជីវិតផ្លាស់ប្ដូរបន្តិចម្ដងតាមរយៈទម្លាប់ដែលអ្នកធ្វើម្ដងជារៀងរាល់ថ្ងៃសូមគិតអំពីដំណាក់ទុកមួយមើលទៅដូចជាគ្មានអ្វីសោះវាតូចណាស់ខ្សោយណាស់ដែលអ្នកអាចសោះចំអកឲ្យវាប៉ុន្តែប្រសិនបើដំណក់ទឹកមួយបន្តធ្លាក់លើថ្មដដែលជារៀងរាល់ថ្ងៃបន្ទាប់ពីច្រើនឆ្នាំថ្មនោះនឹងបែកមិនមែនដោយសារតែទឹកខ្លាំងទេប៉ុន្តែដោយសារតែវាស៊ីសង្វាំងទម្លាប់របស់អ្នកដំណើរការតាមរបៀបដូចគ្នាការអាន10ទំព័រក្នុងមួយថ្ងៃមើលទៅដូចជាគ្មានអ្វីសោះការហាត់ប្រាណរយៈពេល1នាទីមើលទៅដូចជាគ្មានអ្វីសោះការសន្សំប្រាក់ត្រឹមតែបន្តិចបន្តួចមើលទៅដូចជាគ្មានអ្វីសោះប៉ុន្តែប្រសិនបើអ្នកធ្វើវាជារៀងរាល់ថ្ងៃបន្ទាប់ពី1ឆ្នាំ5ឆ្នាំ10ឆ្នាំលទ្ធផលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលទម្លាប់តូចៗមានឥទ្ធិពលព្រោះវាងាយស្រួលធ្វើអ្នកមិនចាំបាច់ត្រូវការទេពកោសល្យពិសេសណាអ្នកមិនចាំបាច់រងចាំទៅពេលវេលាដ៏ល្អបំផុតណយអ្នកគ្រាន់តែត្រូវចាប់ផ្ដើមជាមួយនឹងអ្វីដែលតូចតាចប៉ុណ្ណោះបញ្ហាគឺដោយសារតែពួកគេតូចមនុស្សក៏មិនអើពើនឹងពួកគេដែរពួកគេនិយាយថាតើចំណុចនៃការអានត្រឹមតែ10នាទីមានអ្វីតើចំណុចនៃការដើរត្រឹមតែ15នាទីមានអ្វីតើចំណុចនៃការសន្សំត្រឹមតែ$1មានអ្វីចំណុចសំខាន់មិនមែនទំហំថ្ងៃនេះទេចំណុចសំខាន់គឺការលូតលាស់នៅថ្ងៃស្អែកចូលយើងលើកឧទាហរណ៍មួយស្រមៃថាអ្នកផឹកសូដាមួយកំប៉ុងជារៀងរាល់ថ្ងៃវាមើលទៅតូចវាមានអារម្មណ៍ថាគ្មានគ្រោះថ្នាក់ប៉ុន្តែបន្ទាប់ពី1ឆ្នាំនោះស្មើនឹងស្ករ365កំប៉ុងយឺតសុខភាពរបស់អ្នកផ្លាស់ប្ដូរម្យ៉ាងវិញទៀតប្រសិនបើអ្នកជំនួសសូដានោះជាមួយទឹកជារៀងរាល់ថ្ងៃវាក៏មើលទៅតូចផងដែរប៉ុន្តែបន្ទាប់ពី1ឆ្នាំរាងកាយរបស់អ្នកមានអារម្មណ៍ខុសគ្នាទាំងស្រុងនោះគឺជាអំណាចនៃទម្លាប់តូចៗពួកវាមើលទៅមិនសំខាន់នៅថ្ងៃនេះទេ
ប៉ុន្តែវាកំណត់អនាគតរបស់អ្នកដោយស្ងៀមស្ងាត់ឧទាហរណ៍មួយទៀតគឺការរៀនជំនាញថ្មីយុវជនជាច្រើននិយាយថាខ្ញុំចង់រៀនភាសាអង់គ្លេសខ្ញុំចង់រៀនសរសេរកូដខ្ញុំចង់រៀននិយាយជាសាធារណៈពួកគេរងចាំពេលវេលាត្រឹមត្រូវពួកគេចង់សិក្សារយៈពេល3ម៉ោងជារៀងរាល់ថ្ងៃប៉ុន្តែដោយសារតែពួកគេមិនអាចធ្វើបានពួកគេមិនធ្វើអ្វីទាំងអស់ការពិតគឺថាប្រសិនបើអ្នកគ្រាន់តែអនុវត្ត15នាទីក្នុងមួយថ្ងៃក្នុងរយៈពេល1ឆ្នាំអ្នកនឹងកាន់តែល្អប្រសើរទម្លាប់តូចៗកាន់តែស្មុគស្មាញដូចជាលុយកើនឡើងជាមួយនឹងការចាប់អារម្មណ៍ទម្លាប់របស់អ្នកក៏កើនឡើងតាមពេលវេលាដែរទម្លាប់តូចៗក៏បង្កើតវិន័យផងដែរនៅពេលដែលអ្នករក្សាការសន្យាតូចមួយចំពោះខ្លួនឯងជារៀងរាល់ថ្ងៃអ្នកបង្កើតទំនុកចិត្តលើខ្លួនឯងយឺតអ្នកបង្ហាញថាអ្នកអាចពឹងផ្អែកលើខ្លួនឯងបានទំនុកចិត្តនោះក្លាយជាមូលដ្ឋានគ្រឹះសម្រាប់បញ្ហាប្រឈមធំៗប្រសិនបើអ្នកមិនអាចធ្វើរឿងតូចតាចជាប្រចាំតែអ្នកអាចធ្វើរឿងធំៗជាប់លាប់ដោយរបៀបណាភាពជោគជ័យមិនត្រូវបានបង្កើតឡើងអំពីអាំងតុងស៊ីតេទេភាពជោគជ័យត្រូវបានបង្កើតឡើងនៅលើភាពស៊ីសង្វាក់គ្នាសូមគិតអំពីការដុសធ្មេញរបស់អ្នកមិនដុសធ្មេញរយៈពេល1ម៉ោងក្នុងមួយថ្ងៃហើយបន្ទាប់មកឈប់រយៈពេល1ឆ្នាំនោះទេអ្នកដុសធ្មេញ2នាទីជារៀងរាល់ថ្ងៃនោះហើយជាមូលហេតុដែលធ្មេញរបស់អ្នកនៅតែមានសុខភាពល្អដូចគ្នាដែរភាពជោគជ័យមិនមែននិយាយអំពីការខិតខំប្រឹងប្រែងដ៏ធំមួយម្ដងនោះទេវានិយាយអំពីការខិតខំប្រឹងប្រែងតូចៗជារៀងរាល់ថ្ងៃមនុស្សជាច្រើនកំពុងរងចាំពេលវេលាដ៏សំខាន់ប៉ុន្តែការពិតគឺថាពេលវេលាដ៏សំខាន់របស់អ្នកត្រូវបានលាក់នៅក្នុងទម្លាប់តូចមួយរបស់អ្នកបញ្ហាធំបំផុតមួយនៅពេលបច្ចុប្បន្ននេះមិនមែនថាមនុស្សមិនខិតខំធ្វើការទេវាគឺថាមនុស្សមិនដឹងពីរបៀបផ្ដោតអារម្មណ៍អ្នកអាចអង្គុយនៅមុខកុំព្យូទ័ររយៈពេល10ម៉ោងប៉ុន្តែប្រសិនបើចិត្តរបស់អ្នកលោតពីរឿងមួយទៅរឿងមួយទៀតរៀងរាល់នាទីលទ្ធផលគឺអាក្រក់ជាងការផ្ដោតអារម្មណ៍ពិតប្រាកដរយៈពេល2ម៉ោងពេលវេលាផ្ដោតអារម្មណ៍គឺជាទម្លាប់ដ៏មានតម្លៃបំផុតដែលអ្នកអាចបង្កើតបានពីព្រោះគុណភាពការងាររបស់អ្នកតែងតែលើសពីចំនួនម៉ោងដែលអ្នកចំណាយនៅក្នុងពិភពលោកសព្វថ្ងៃការរំខានមានគ្រប់ទីកន្លែងទូរស័ព្ទរបស់អ្នករងការចែកដំណឹងលិបភ្លងអ៊ីមែលបន្តមកហើយប្រព័ន្ធសារព័ត៌មានសង្គមមិនដែលឈប់ឡើយអ្នកអង្គុយចូលដើម្បីធ្វើអ្វីដែលសំខាន់ប៉ុន្តែបន្ទាប់ពី5នាទីអ្នកកំពុងរមូលរួចកំពុងពិនិត្យសាររួចបាត់បង់ការយកចិត្តទុកដាក់រួចមនុស្សជាច្រើនកំពុងចំណាយពេលពេញថ្ងៃរបស់ពួកគេរវល់ប៉ុន្តែនៅទីបញ្ចប់ពួកគេសួរខ្លួនឯងថាតើខ្ញុំពិតជាបានបញ្ចប់អ្វីទៅនោះហើយគឺជាតម្លៃនៃការមិនការពារពេលវេលាផ្ដោតអារម្មណ៍ពេលវេលាផ្ដោតអារម្មណ៍មានន័យថាអ្នកផ្ដល់ឲ្យខ្លួនឯងនៅប្លុកពេលវេលាថេមួយដែលអ្នកធ្វើតែមួយរឿងនិងអ្វីក៏មិនទេដែរមិនមែន2រឿងមិនមែន3រឿងតែប៉ុនមួយរឿងបើសិនជាអ្នកអានបើអ្នកសរសេរបើអ្នកអនុវត្តមិនមានការរំខានមិនមានកិច្ចការច្រើនពេលវេលាមិនមានការលោតភ្លោមួយរឿងយកចិត្តទុកដាក់ពេញលេញនោះហើយជាពេលដែលខួរក្បាលរបស់អ្នកដំណើរការនៅកម្រិតខ្ពស់បំផុតសូមគិតអំពីការពង្រីកប្រសិនបើអ្នករំកិលវាយ៉ាងលឿននៅក្រោមព្រះអាទិត្យគ្មានអ្វីកាត់ឡើងទេប៉ុន្តែប្រសិនបើអ្នកកាន់វានៅនឹងកន្លែងតែមួយពន្លឺព្រះអាទិត្យនឹងខ្លាំងគ្រប់គ្រាន់ដើម្បីដុតក្រដាស់ការយកចិត្តទុកដាក់របស់អ្នកគឺដូចគ្នាការយកចិត្តទុកដាក់ដែលខ្ចាត់ខ្ចាយគឺខ្សោយការយកចិត្តទុកដាក់ដែលផ្ដោតអារម្មណ៍គឺមានឥទ្ធិពលខ្លាំងការផ្ដោតអារម្មណ៍ពិតប្រាកដរយៈពេល2ម៉ោងអាចសម្រេចបានការងារដែលខ្ចាត់ខ្ចាយជាង10ម៉ោងមនុស្សជោគជ័យបំផុតមួយចំនួនមិនឆ្លាតជាងអ្នកទេប៉ុន្តែពួកគេដឹងពីរបៀបប្រើប្រាស់ពេលវេលាផ្ដោតអារម្មណ៍ពួកគេរៀបរៀងថ្មីរបស់ពួកគេនិយាយថាចាប់ពីម៉ោង7ព្រឹកដល់ម៉ោង9ព្រឹកខ្ញុំនឹងធ្វើការតែលើកិច្ចការនេះប៉ុណ្ណោះពួកគេបិទទូរស័ព្ទរបស់ពួកគេបិទទ្វារហើយពួកគេផ្ដល់ធម៌ពលពេញលេញរបស់ពួកគេចំពោះរឿងមួយបន្ទាប់ពី2ម៉ោងនោះពួកគេសម្រេចបាននូវអ្វីដែលចំណាយពេលអ្នកដទៃពេញមួយថ្ងៃបញ្ហាគឺមនុស្សញៀននឹងការរំខានពួកគេគិតថាការធ្វើកិច្ចការច្រើនក្នុងពេលតែមួយធ្វើឲ្យពួកគេមានផលិតភាពពួកគេឆ្លើយតបអ៊ីមែលពេលកំពុងមើលទូរទស្សន៍ពួកគេពិនិត្យមើលទូរស័ព្ទពេលកំពុងសិក្សាពួកគេនិយាយពេលកំពុងធ្វើការប៉ុន្តែការធ្វើកិច្ចការច្រើនក្នុងពេលតែមួយធ្វើឲ្យអ្នកយឺតជាងហើយគុណភាពនៃការងាររបស់អ្នកធ្លាក់ចុះពេលវេលាផ្ដោតអារម្មណ៍បង្រៀនអ្នកថាការងារជម្រើគឺជាអាចកំបាំងពិតប្រាកដនៃវឌ្ឍនភាពសូម្បីតែសិស្សក៏អាចប្រើប្រាស់ពេលវេលាផ្ដោតអារម្មណ៍បានដែរប្រសិនបើអ្នកសិក្សារយៈពេល2ម៉ោងដោយយកចិត្តទុកដាក់ពេញលេញគ្មានទូរស័ព្ទ
គ្មានអ៊ីនធឺណិតអ្នកនឹងរៀនបានច្រើនជាងការសិក្សាពាក់កណ្ដាលនិងជជែកជាមួយមិត្តភ័ក្តិពាក់កណ្ដាលសម្រាប់អ្នកជំនាញការផ្ដោតអារម្មណ៍មួយប្លង់នៅពេលព្រឹកអាចបង្កើតគំនិតដំណោះស្រាយនិងលទ្ធផលដែលផ្លាស់ប្ដូរអាជីពទាំងកលរបស់ពួកគេពេលវេលាផ្ដោតអារម្មណ៍ក៏ផ្ដល់នូវសន្តិភាពដល់ចិត្តរបស់អ្នកផងដែរនៅពេលដែលអ្នកធ្វើរឿងមួយដោយយកចិត្តទុកដាក់ពេញលេញអ្នកមានអារម្មណ៍ស្ងប់ជាងមុនគ្រប់គ្រងបានកាន់តែច្រើននិងមិនសូវមានភាពតានតឹងនៅពេលដែលអ្នកលោតភ្លាត់រវាងរឿងជាច្រើនខួរក្បាលរបស់អ្នកហត់នឿយយ៉ាងឆាប់រហ័សនោះហើយជាមូលហេតុដែលបន្ទាប់ពីមួយថ្ងៃនៃការរំខានអ្នកមានអារម្មណ៍អស់កម្លាំងប៉ុន្តែមិនបានសម្រេចការសម្រាកពិតប្រាកដកើតឡើងបន្ទាប់ពីការផ្ដោតអារម្មណ៍ពិតប្រាកដពីព្រោះអ្នកដឹងថាអ្នកបានបញ្ចប់អ្វីដែលមានតម្លៃការផ្ដោតអារម្មណ៍ក៏និយាយអំពីការនិយាយថាទេដើម្បីផ្ដោតលើរឿងមួយអ្នកត្រូវតែនិយាយថាទេចំពោះរឿងរាប់រយផ្សេងទៀតមនុស្សជាច្រើនបរាជ័យពីព្រោះពួកគេព្យាយាមធ្វើអ្វីគ្រប់យ៉ាងពួកគេមិនជ្រើសរើសពួកគេមិនផ្ដល់អត្ថប្រយោជន៍ពួកគេមិនផ្ដោតអារម្មណ៍ប៉ុន្តែនៅពេលដែលអ្នកលះបង់ធម៌ពលពីរលីងរបស់អ្នកចំពោះកិច្ចការមួយក្នុងពេលតែមួយការរីកចម្រើនរបស់អ្នកคล้ายទៅជាមិនអាចបញ្ឈប់បានកំហុសដ៏ធំបំផុតមួយដែលមនុស្សធ្វើគឺការចំណាយពេលនិងធម៌ពលទាំងអស់របស់ខ្លួនធ្វើការឲ្យអ្នកដទៃប៉ុន្តែភ្លេចធ្វើការឲ្យខ្លួនឯងពួកគេរត់ដើម្បីលុយពួកគេរត់ដើម្បីការងារពួកគេរត់ដើម្បីរង្វាន់រយៈពេលខ្លីប៉ុន្តែពួកគេមិនឈប់ហើយសួរថាតើខ្ញុំកំពុងវិនិយោគនៅខ្លួនឯងទេការពិតគឺការវិនិយោគដ៏ល្អបំផុតដែលអ្នកនឹងធ្វើមិនមែននៅក្នុងទីផ្សារហ៊ុនទេមិនមែននៅក្នុងអចលនទ្រព្យទេមិនមែននៅក្នុងអាជីវកម្មទេប៉ុន្តែនៅក្នុងខ្លួនឯងការវិនិយោគនៅខ្លួនឯងមានន័យថាការផ្ដល់ពេលវេលាការខិតខំប្រឹងប្រែងនិងធនធានដើម្បីបង្កើនតម្លៃផ្ទាល់ខ្លួននៅពេលដែលអ្នកធ្វើឲ្យខ្លួនឯងទៅជាបងអាងឱកាសនឹងដេកតាមអ្នកនៅពេលដែលអ្នកធ្វេសប្រហែសខ្លួនឯងទោះបីជាឱកាសមកដល់ក៏ដោយអ្នកមិនต้องរៀបចំរួចរាល់ទេមនុស្សជាច្រើននិយាយថាខ្ញុំនឹងវិនិយោគនៅខ្លួនឯងនៅពេលដែលខ្ញុំមានលុយច្រើននៅពេលដែលខ្ញុំមានពេលវេលាច្រើននៅពេលដែលខ្ញុំទទួលបានជោគជ័យច្រើនប៉ុន្តែការគិតនោះគឺខុសអ្នកត្រូវតែវិនិយោគនៅខ្លួនឯងជាមុនសិនហើយភាពជោគជ័យនឹងមកដល់កន្លងមកទម្រង់ដ៏សាមញ្ញបំផុតមួយនៃការវិនិយោគនៅខ្លួនឯងគឺការរៀនសូត្រសៀវភៅដែលអ្នកមួយដែលអ្នកអានរាល់ជំនាញដែលអ្នកអនុវត្តរាល់មេរៀនដែលអ្នកសម្រាប់ទន់បន្ថែមតម្លៃរបស់អ្នកស្រមៃថាអ្នកអានតែត្រឹម30នាទីក្នុងមួយថ្ងៃនៅក្នុងមួយឆ្នាំអ្នកអានសៀវភៅចប់ជាង10ក្បាលជាទូទៅមានកំណត់សៀវភៅទាំងនោះផ្ដល់ឲ្យអ្នកនៅគំនិតថ្មីៗទស្សនៈថ្មីៗឧបករណ៍ថ្មីៗនៅពេលដែលបញ្ហាប្រឈមមកដល់អ្នកត្រៀមខ្លួនបានល្អជាមនុស្សដែលខ្ជិះជាពេលវេលាទាំងអស់ការវិនិយោគលើខ្លួនឯងក៏និយាយអំពីជំនាញរបស់អ្នកផងដែរពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងលឿនអ្វីដែលអ្នកដឹងនៅថ្ងៃនេះអាចនឹងមិនមានប្រយោជន៍នៅថ្ងៃស្អែកទេប្រសិនបើអ្នកឈប់រៀនអ្នកឈប់រីកចម្រើនបច្ចេកវិទ្យាការទំនាក់ទំនងភាពជាអ្នកដឹកនាំភាពច្នៃប្រឌិតទាំងនេះគឺជាជំនាញដែលមិនដែលបាត់បង់តម្លៃប្រសិនបើអ្នកចំណាយពេលរៀនវាឥឡូវនេះអ្នកនឹងតែងតែមានកន្លែងមួយនាពេលអនាគតប្រសិនបើអ្នកពឹងផ្អែកតែលើអ្វីដែលអ្នកដឹងរួចហើយថ្ងៃណាមួយអ្នកនឹងត្រូវបានជំនួសដោយនរណាម្នាក់ដែលបន្តរៀនសុខភាពគឺជាផ្នែកមួយទៀតនៃការវិនិយោគលើខ្លួនឯងតើអ្វីទៅជាជំនួសនៃភាពជោគជ័យប្រសិនបើរាងកាយរបស់អ្នកមិនអាចទ្រាំទ្រនឹងអ្នកបានមនុស្សជាច្រើនលះបង់សុខភាពរបស់ពួកគេដើម្បីលុយបន្ទាប់មកក្រោយមកពួកគេចំណាយប្រាក់ទាំងអស់របស់ពួកគេដើម្បីជួសជុលសុខភាពរបស់ពួកគេនោះមិនមែនជារឿងឆ្លាតវៃទេការថែរក្សារាងកាយរបស់អ្នកតាមរយៈទម្លាប់ទួយៗដូចជាការហាត់ប្រាណការគេងឲ្យបានល្អនិងអាហារល្អក៏ជាការវិនិយោគផងដែររាងកាយដែលមានសុខភាពល្អផ្ដល់ឲ្យអ្នកថាមពលដើម្បីដេញតាមក្តីសុបិនរបស់អ្នកការវិនិយោគលើខ្លួនឯងក៏មានន័យថាការកសាងវិន័យនិងផ្នត់គំនិតផងដែរសៀវភៅដែលអ្នកអានមនុស្សដែលអ្នកចំណាយពេលជាមួយការសន្ទនាដែលអ្នកមានសុទ្ធតែបង្កើតការគិតរបស់អ្នកប្រសិនបើអ្នកនឹងជុំវិញខ្លួនឯងជាមួយមនុស្សអវិជ្ជមានចិត្តរបស់អ្នកនឹងក្លាយជាអវិជ្ជមានប្រសិនបើអ្នកនឹងជុំវិញខ្លួនឯងជាមួយមនុស្សដែលជំរុញអ្នកឲ្យខ្ពស់ជាងនេះចិត្តរបស់អ្នកនឹងកាន់តែរឹងមាំរាល់ជំរើសដែលអ្នកធ្វើអំពីអ្វីដែលអ្នកចិញ្ចឹមខួរក្បាលរបស់អ្នកគឺជាការវិនិយោគលើការគិតនាពេលអនាគតរបស់អ្នកមនុស្សជាច្រើនត្អូញត្អែរថាពួកគេមិនបានទទួលឱកាសប៉ុន្តែឱកាសមិនត្រូវបានផ្ដល់ទេពួកគេត្រូវបានទាក់ទាញនៅពេលដែលអ្នកវិនិយោគលើខ្លួនឯងអ្នកទាក់ទាញការងារកាន់តែប្រសើរមនុស្សកាន់តែប្រសើរនិងលទ្ធផលកាន់តែប្រសើរ
ស្រមៃមើលមនុស្សពីរនាក់ដែលមានសាវតាដូចគ្នាម្នាក់ចំណាយពេលទំនេររបស់គាត់មើលការកំសាន្តម្នាក់ទៀតចំណាយពេលទំនេររបស់គាត់រៀនអនុវត្តនិងកសាងបន្ទាប់ពី1ឆ្នាំបន្ទាប់ពី5ឆ្នាំជីវិតរបស់ពួកគេគឺខុសគ្នាទាំងស្រុងភាពខុសគ្នានោះមិនមែនសំណាងទេភាពខុសគ្នានោះគឺជាការវិនិយោគលើខ្លួនឯងសូម្បីតែប្រាក់ដែលចំណាយលើការវិនិយោគលើខ្លួនឯងក៏មិនដាច់ខ្ជាយដែរប្រសិនបើអ្នកចំណាយលើសៀវខៃវគ្គសោះអ្នកណែនាំឬការបណ្ដុះបណ្ដាលវាអាចមើលទៅថ្លៃនៅថ្ងៃនេះប៉ុន្តែផលចំណេញតែងតែធំជាងនៅពេលអនាគតដូចគ្នានឹងអ្នកវិនិយោគលើអាជីវកម្មដើម្បីបង្កើនប្រាក់ចំណូលអ្នកវិនិយោគលើខ្លួនឯងដើម្បីបង្កើនសមត្ថភាពអាជីវកម្មអាចបរាជ័យលុយអាចបាត់បង់ប៉ុន្តែជំនាញចំណេះដឹងនិងផ្នែកគំនិតនឹងនៅជាមួយអ្នកជារៀងរហូតមនុស្សភាគច្រើនតែងតែឆ្ពោះមុខតែងតែដំណើរការតែងតែរវល់ពួកគេបញ្ចប់កិច្ចការមួយនិងចាប់ផ្ដើមកិច្ចការមួយទៀតភ្លាមពួកគេដេញតាមគោលដៅមួយនិងបន្ទាប់មកលោតទៅគោលដៅបន្ទាប់យ៉ាងសំព្រាបប៉ុន្តែមានមនុស្សតិចតួចដែលឈប់សួរខ្លួនឯងតើខ្ញុំបានរៀនអ្វីខ្លះនៅថ្ងៃនេះតើខ្ញុំបានធ្វើខុសអ្វីតើខ្ញុំអាចធ្វើឲ្យបានល្អជាងនេះនៅថ្ងៃស្អែកនេះគឺជាមូលហេតុដែលឃ្លុងភ្លេងមានសារៈសំខាន់បើមិនមានឃ្លុងភ្លេងទេអ្នកគ្រាន់តែធ្វើសកម្មភាពដដែលៗដោយមិនរីកចម្រើនជាមួយនឹងឃ្លុងភ្លេងអ្នករៀនលឿនជាងអ្នកប្រសើរជាងនិងអ្នកជៀសវាងការធ្វើកំហុសដដែលៗឃ្លុងភ្លេងគឺជាទម្លាប់នៃការក្រឡេកទៅមើលថ្ងៃសប្តាហ៍ឬមែនតែជីវិតរបស់អ្នកហើយសួរថាតើអ្វីបានកើតឡើងហេតុអ្វីបានជាវាកើតឡើងតើខ្ញុំអាចធ្វើអ្វីខុសគ្នានៅពេលក្រោយមនុស្សជាច្រើនមិនចូលចិត្តងាកមើលទៅក្រោយទេព្រោះពួកគេខ្លាចកំហុសរបស់ពួកគេគិតថាការឆ្លុះបញ្ចាំងមានន័យថាមានអារម្មណ៍ថាមានកំហុសឬបន្ទោសខ្លួនឯងប៉ុន្តែការឆ្លុះបញ្ចាំងមិនមែននិយាយអំពីការដាក់ទណ្ឌកម្មទេការឆ្លុះបញ្ចាំងគឺនិយាយអំពីការរៀនសូត្រសូមគិតអំពីសិស្សនៅសាលាប្រសិនបើអ្នកប្រឡងហើយមិនដែលមើលកំហុសទេអ្នកនឹងធ្លាក់តាមរបៀបដដែលនៅក្នុងការប្រឡងលើកក្រោយប៉ុន្តែប្រសិនបើអ្នកពិនិត្យឡើងវិញនៅសំណួរដែលអ្នកខុសអ្នកយល់ពីកន្លែងដែលអ្នកខុសហើយអ្នករៀបចំបានល្អជាងជីវិតដំណើរការតាមរបៀបដូចគ្នាប្រសិនបើអ្នកមិនដែលឆ្លុះបញ្ចាំងទេអ្នកនឹងបន្តបរាជ័យតាមរបៀបដដែលប៉ុន្តែប្រសិនបើអ្នកឆ្លុះបញ្ចាំងរាល់ការបរាជ័យក្លាយជាគ្រូការឆ្លុះបញ្ចាំងក៏ផ្ដល់ឲ្យអ្នកនូវភាពច្បាស់លាស់ផងដែរជាច្រើនដងនៅពេលអ្នករវល់អ្នកមិនឃើញច្បាស់ទេអ្នកធ្វើសកម្មភាពចេញពីអារម្មណ៍អ្នកមានប្រតិកម្មយ៉ាងឆាប់រហ័សហើយក្រោយមកអ្នកឆ្ងល់ថាតើអ្នកបានធ្វើរឿងត្រឹមត្រូវឬអត់នៅពេលអ្នកឆ្លុះបញ្ចាំងអ្នកថយក្រោយអ្នកបន្ថយល្បឿនអ្នកឃើញរូបភាពធំជាងការឆ្លុះបញ្ចាំងប្រែក្លាយបទពិសោធន៍ទៅជាប្រាជ្ញាបើគ្មានការឆ្លុះបញ្ចាំងទេបទពិសោធន៍គឺគ្រាន់តែជាការធ្វើម្ដងទៀតជាមួយនឹងការឆ្លុះបញ្ចាំងបទពិសោធន៍ក្លាយជាការយល់ដឹងសូម្បីតែនៅក្នុងអាជីវកម្មក៏ដោយការឆ្លុះបញ្ចាំងគឺជាគន្លឹះក្រុមហ៊ុនដ៏អស្ចារ្យទាំងអស់ចំណាយពេលវិភាគលទ្ធផលរបស់ពួកគេបន្ទាប់ពីគម្រោងមួយពួកគេសួរថាតើមានអ្វីដំណើរការល្អតើមានអ្វីខុសតើយើងអាចកែលម្អអ្វីខ្លះបើគ្មានវាទេបញ្ហាដដែលនឹងកើតឡើងម្ដងហើយម្ដងទៀតចំពោះបុគ្គលម្នាក់ការឆ្លុះបញ្ចាំងអាចមានលក្ខណៈសាមញ្ញដូចជាការសរសេរក្នុងកំណត់ហេតុប្រចាំថ្ងៃជារៀងរាល់យប់សួរខ្លួនឯងថាតើខ្ញុំបានធ្វើអ្វីខ្លះបានល្អនៅថ្ងៃនេះតើខ្ញុំបានធ្វើខុសអ្វីតើខ្ញុំបានរៀនមេរៀនអ្វីសំណួរទួយៗទាំងនេះជះឥទ្ធិពលដល់ការសម្រេចចិត្តនាពេលអនាគតរបស់អ្នកការឆ្លុះបញ្ចាំងក៏បង្កើតភាពរាបទាបផងដែរនៅពេលដែលអ្នកឆ្លុះបញ្ចាំងអ្នកទទួលស្គាល់ថាអ្នកមិនល្អឥតខ្ទាស់អ្នកទទួលយល់ថាអ្នកអាចធ្វើខុសបានមនុស្សជាច្រើនខ្លាចនៅក្នុងការឆ្លុះបញ្ចាំងពីព្រោះពួកគេមិនចង់ប្រឈមមុខនឹងចំណុចខ្សោយរបស់ពួកគេប៉ុន្តែការពិតគឺការលាក់ខ្លួនពីចំណុចខ្សោយរបស់អ្នកមិនធ្វើឲ្យអ្នករឹងមាំទេការប្រឈមមុខនឹងពួកគេរៀនពីពួកគេនិងកែលម្អធ្វើឲ្យអ្នករឹងមាំការឆ្លុះបញ្ចាំងមិនមែនជាចំណុចខ្សោយទេការឆ្លុះបញ្ចាំងគឺជាភាពក្លាហានវាក៏ជួយឲ្យអ្នកកោតសរសើរចំពោះវត្ថុភាពរបស់អ្នកផងដែរពេលខ្លះអ្នកមានអារម្មណ៍ថាជាប់ខ្ទឹមពីព្រោះអ្នកគ្រាន់តែមើលថាតើអ្នកនៅតែត្រូវទៅឆ្ងាយប៉ុណ្ណាប៉ុន្តែនៅពេលដែលអ្នកឆ្លុះបញ្ចាំងអ្នកក៏ឃើញថាតើអ្នកបានមកដល់ឆ្ងាយប៉ុណ្ណាហើយអ្នកដឹងពីជ័យជំនះតូចដែលអ្នកសម្រេចបានបញ្ហាប្រឈមដែលអ្នកបានយកឈ្នះការកែលម្អដែលអ្នកបានធ្វើនោះផ្ដល់ឲ្យអ្នកនូវទំនុកចិត្តដើម្បីបន្តឈ្មោះទៅមុខការឆ្លុះបញ្ចាំងថែមទាំងសន្សំសំចៃពេលវេលាទៀតផងនៅពេលដែលអ្នកបន្តធ្វើកំហុសដដែលអ្នកខ្ជះខ្ជាយថាមពល
ប៉ុន្តែនៅពេលដែលអ្នកចំណាយពេលប្រមាណនាទីដើម្បីឆ្លុះបញ្ចាំងអ្នកនឹងសន្សំបានច្រើនឆ្នាំពីការបរាជ័យម្ដងហើយម្ដងទៀតការឆ្លុះបញ្ចាំងពីម៉ាននាទីអាចសន្សំការសោកស្ដាយពេញមួយជីវិតមនុស្សជោគជ័យជាច្រើនចំណាយពេលគិតច្រើនជាងការធ្វើពីព្រោះពួកគេដឹងថាការឆ្លុះបញ្ចាំង1ម៉ោងអាចណែនាំសកម្មភាពរាប់ពាន់ម៉ោងហេតុផលមួយចំណោមហេតុផលធំបង្អស់ដែលមនុស្សបរាជ័យមិនមែនដោយសារតែពួកគេមិនមានទេពកោសល្យនោះមិនមែនដោយសារតែពួកគេមិនមានឱកាសនោះទេប៉ុន្តែដោយសារតែពួកគេតែងតែមានលឹះពួកគេនិយាយថាខ្ញុំមិនមានពេលខ្ញុំមិនមានលុយខ្ញុំមិនមានការគ្រប់គ្រងខ្ញុំមិនមានសំណាងប៉ុន្តែការពិតគឺមនុស្សមិនគ្រប់គ្រាន់មានបញ្ហាមនុស្សមិនគ្រប់គ្រាន់មានការលំបាកភាពខុសគ្នារវាងមនុស្សជោគជ័យនិងមនុស្សបរាជ័យគឺសាមញ្ញ មនុស្សជោគជ័យរកឃើញដំណោះស្រាយមនុស្សមិនជោគជ័យរកឃើញលេសមានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះពួកគេមានអារម្មណ៍ស្រួលនៅពេលអ្នកបង្កើតលេសអ្នកមិនមានអារម្មណ៍ថាមានកំហុសទេអ្នកប្រាប់ខ្លួនឯងថាវាមិនមែនជាកំហុសរបស់ខ្ញុំវាដោយសារតែរឿងនេះឬរឿងនោះប៉ុន្តែលេសនីមួយៗដែលអ្នកធ្វើនៅថ្ងៃនេះคล้ายជាចិញ្ចើងដែលរារាំងអនាគតរបស់អ្នកនៅថ្ងៃស្អែកលេសកាន់តែច្រើនដែលអ្នកធ្វើពិភពលោករបស់អ្នកកាន់តែតូចកាលខ្ញុំនៅក្មេងខ្ញុំបានធ្វើលេសជាច្រើនខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំក្រីក្រខ្ញុំគ្មានតំណែងទំនងទេភាសាអង់គ្លេសរបស់ខ្ញុំមិនល្អនិទ្ទេសរបស់ខ្ញុំទាបប៉ុន្តែថ្ងៃមួយខ្ញុំបានដឹងថាលេសទាំងនេះមិនអាចផ្លាស់ប្ដូរជីវិតរបស់ខ្ញុំបានទេប្រសិនបើខ្ញុំចង់បានជីវិតកាន់តែប្រសើរខ្ញុំត្រូវតែឈប់និយាយហើយចាប់ផ្ដើមធ្វើសកម្មភាពលេសមិនអាចដោះស្រាយបញ្ហាបានទេសកម្មភាពដោះស្រាយបញ្ហាបានមនុស្សជាច្រើនរងចាំលក្ខខណ្ឌល្អឥតខ្ចោះពួកគេនិយាយថាខ្ញុំនឹងចាប់ផ្ដើមនៅពេលដែលខ្ញុំមានលុយច្រើនខ្ញុំនឹងព្យាយាមនៅពេលដែលខ្ញុំមានពេលច្រើនខ្ញុំនឹងធ្វើការនៅពេលដែលនរណាម្នាក់គាំទ្រខ្ញុំប៉ុន្តែលក្ខខណ្ឌល្អឥតខ្ចោះមិនដាល់មកដល់ទេតែងតែមានអ្វីមួយបាត់តែងតែមានការលំបាកខ្លះប្រសិនបើអ្នករងចាំរហូតដល់អ្វីគ្រប់យ៉ាងល្អឥតខ្ចោះអ្នកនឹងរងចាំជារៀងរហូតពេលវេលាដ៏ល្អបំផុតដើម្បីចាប់ផ្ដើមគឺតែងតែឥឡូវនេះសូមគិតអំពីសិស្សខ្លះមិនរៀនហើយនិយាយថាគ្រូមិនល្អអ្នកផ្សេងទៀតនិយាយថាសៀវភៅពិបាកពេកអ្នកផ្សេងទៀតនិយាយថាខ្ញុំមិនឆ្លាតគ្រប់គ្រាន់ទេទាំងនេះគឺជាលេសប៉ុន្តែសិស្សដែលទទួលបានជោគជ័យគឺជាអ្នកដែលនិយាយថាគ្រូមិនល្អឥតខ្ចោះប៉ុន្តែខ្ញុំអាចស្វែងរកធនធានផ្សេងទៀតសៀវភៅពិបាកប៉ុន្តែខ្ញុំអាចសិក្សាយឺតខ្ញុំប្រហែលជាមិនឆ្លាតទេប៉ុន្តែខ្ញុំអាចមានភាពស៊ីសង្វាក់គ្នាពួកគេមិនរងចាំលក្ខខណ្ឌល្អឥតខ្ចោះទេពួកគេបង្កើតលក្ខខណ្ឌកាន់តែប្រសើរតាមរយៈការខិតខំប្រឹងប្រែងលេខក៏បំផ្លាញវិន័យផងដែរនៅពេលដែលអ្នកនិយាយថាខ្ញុំហត់ពេកខ្ញុំរវល់ពេកខ្ញុំនឹងធ្វើវានៅថ្ងៃស្អែកអ្នកកំពុងฝึกខាត់ខួរក្បាលរបស់អ្នកឲ្យទទួលយកភាពទន់ខ្សោយរាល់ពេលដែលអ្នកផ្ដល់លេសអ្នកធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការផ្ដល់លេសមួយទៀតមិនយូរប៉ុន្មានលេសคล้ายជាទម្លាប់ហើយទម្លាប់คล้ายជាវាសនារបស់អ្នកប្រសិនបើអ្នកអាចฝึกហាត់ខ្លួនឯងឲ្យឈប់ធ្វើលេសអ្នកក៏ฝึกហាត់ខ្លួនឯងឲ្យមានវិន័យរឹងមាំនិងគួរឲ្យទុកចិត្តផងដែរជីវិតមិនដែលយុត្តិធម៌ទេមនុស្សមួយចំនួនកាត់មកមានខ្លះកាត់មកក្រខ្លះមានបណ្ដាញរឹងមាំខ្លះឯកាទាំងស្រុងខ្លះទទួលបានឱកាសមុនខ្លះត្រូវបានបដិសេធច្រើនដងប៉ុន្តែជីវិតមិនមែននិយាយអំពីភាពយុត្តិធម៌ទេជីវិតគឺនិយាយអំពីជម្រើសអ្នកមិនអាចគ្រប់គ្រងកន្លែងដែលអ្នកចាប់ផ្ដើមបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងថាតើអ្នករកលេសឬអ្នករីកចម្រើនសូម្បីតែក្នុងអាជីវកម្មក៏ដោយលេសបំផ្លាញឱកាសសហគ្រិនដែលបរាជ័យច្រើនតែនិយាយថាទីផ្សារពិបាកពេកអ្នកវិនិយោគមិនគាំទ្រទេការប្រកួតប្រជែងខ្លាំងពេកប៉ុន្តែអ្នកដែលទទួលបានជោគជ័យប្រឈមមុខនឹងបញ្ហាដូចគ្នានេះហើយនៅតែរកផ្លូវឃើញភាពខុសគ្នាមិនមែនស្ថិតនៅក្នុងបញ្ហានោះទេភាពខុសគ្នាគឺស្ថិតនៅក្នុងការឆ្លើយតបលេសគឺងាយស្រួលប៉ុន្តែវាមិនបានផ្ដល់ឲ្យអ្នកអ្វីឡើយសកម្មភាពគឺពិបាកប៉ុន្តែវាផ្ដល់ឲ្យអ្នកទាំងអស់គ្នាប្រសិនបើអ្នកតែងតែមានហេតុផលដែលអ្នកមិនអាចធ្វើអ្វីមួយបានអ្នកនឹងមិនដែលធ្វើអ្វីសោះប្រសិនបើអ្នកឈប់ផ្ដល់ហេតុផលហើយចាប់ផ្ដើមផ្ដល់លទ្ធផលជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរទាំងស្រុងជោគជ័យមិនបានបង្កើតឡើងក្នុងរយៈពេលមួយថ្ងៃនិងវាមិនបានបង្កើតឡើងពីការខិតខំប្រឹងប្រែងដ៏ធំនៅថ្ងៃណាឡើយជោគជ័យកើតចេញពីការកសាងសន្ទុះមួយជំហានម្ដងមួយរៀងរាល់ថ្ងៃសន្ទុះគឺជាកម្លាំងដែលមើលមិនឃើញដែលធ្វើឲ្យអ្នកឈ្មោះទៅមុខទោះបីជាអ្នកមានអារម្មណ៍ថាអស់កម្លាំងក៏ដោយទោះបីជាផ្លូវឆ្ងាយក៏ដោយនៅពេលដែលសន្ទុះត្រូវបានបង្កើតឡើងវាคล้ายជាអត្ថប្រយោជន៍ដ៏ធំរបស់អ្នកពីព្រោះអ្វីដែលពិភាក្សាពីថ្ងៃនេះ
សកម្មភាពប្រែคล้ายទៅជាវឌ្ឍនភាពដែលមិនអាចបញ្ឈប់បានតាមពេលវេលាសន្ទុះគឺដូចជាការរុញឡាននៅពេលចាប់ផ្ដើមវាមានអារម្មណ៍ថាមិនអាចទៅរួចឡានធ្ងន់ហើយរាល់ការរុញមានអារម្មណ៍ថាគ្មានអ្វីកំពុងរើប៉ុន្តែប្រសិនបើអ្នកបន្តរុញយឺតឡាននឹងចាប់ផ្ដើមរមៀលនៅពេលដែលវាចាប់ផ្ដើមរមៀលរាល់ការរុញកាន់តែងាយស្រួលនៅចំណុចណាមួយឡាននឹងរើដោយខ្លួនឯងហើយអ្នកគ្រាន់តែត្រូវការការខិតខំប្រឹងប្រែងបន្តិចបន្តួចដើម្បីរក្សាវាឲ្យបន្តនោះគឺជាអំណាចនៃសន្ទុះក្នុងជីវិតគោលដៅរបស់អ្នកដំណើរការតាមរបៀបដូចគ្នានៅពេលចាប់ផ្ដើមវាមានអារម្មណ៍ពិបាកខ្លាំងណាស់ប៉ុន្តែប្រសិនបើអ្នករក្សាភាពស៊ីសង្វាក់គ្នានៅថ្ងៃណាមួយអ្នកនឹងដឹងថាអ្វីកំពុងដំណើរការលឿននិងងាយស្រួលជាងមុនមនុស្សភាគច្រើនបរាជ័យមិនមែនដោយសារតែពួកគេមិនអាចទទួលបានជោគជ័យនោះទេប៉ុន្តែដោយសារតែពួកគេឈប់មុនពេលសន្ទុះត្រូវបានបង្កើតឡើងពួកគេចាប់ផ្ដើមអ្វីមួយរយៈពេល1សប្តាហ៍បន្ទាប់មកពួកគេឈប់ពួកគេទៅកន្លែងហាត់ប្រាណរយៈពេល1ខែបន្ទាប់មកពួកគេឈប់ពួកគេធ្វើការយ៉ាងលំបាកលើគម្រោងមួយក្នុងរយៈពេលខ្លីបន្ទាប់មកពួកគេបោះបង់ចោលនៅពេលដែលលទ្ធផលមិនមកយ៉ាងលឿនពួកគេចាប់ផ្ដើមឡើងវិញនៅពេលក្រោយប៉ុន្តែរាល់ពេលដែលពួកគេឈប់ពួកគេត្រឡប់ទៅសូន្យវិញពួកគេមិនដែលបង្កើតសន្ទុះហើយនោះហើយគឺជាមូលហេតុដែលពួកគេមិនដែលឃើញលទ្ធផលធំសន្ទុះត្រូវបានបង្កើតឡើងដោយភាពស៊ីសង្វាក់គ្នាសូម្បីតែជំហានតូចតាចក៏សំខាន់ដែរប្រសិនបើអ្នកធ្វើវាជារៀងរាល់ថ្ងៃការអាន10ទំព័រជារៀងរាល់ថ្ងៃมันមានអារម្មណ៍ថាធំដុំទេប៉ុន្តែបន្ទាប់ពី1ឆ្នាំអ្នកអានសៀវភៅបានច្រើនក្បាលចប់ការសន្សំប្រាក់បន្តិចបន្តួចជារៀងរាល់ខែมันមានអារម្មណ៍ថាគួរឲ្យចាប់អារម្មណ៍នោះទេប៉ុន្តែបន្ទាប់ពីច្រើនឆ្នាំវាคล้ายទៅជាគ្រឹះដ៏រឹងមាំមួយការអនុវត្តជំនាញត្រឹមតែ20នាទីជារៀងរាល់ថ្ងៃអាចមើលទៅតូចតាចប៉ុន្តែបន្ទាប់ពីច្រើនខែអ្នកคล้ายទៅជាមនុស្សល្អជាងអ្នកដែលមិនធ្វើអ្វីសោះរាល់សកម្មភាពតូចតាចគឺដូចជាការរុញឡានទៅមុខហើយសន្ទុះចាប់ដើមបន្តិចម្ដងអតិកម្បាំងនៃការកសាងសន្ទុះមិនមែនជាល្បឿនទេវាគឺជាទិសដៅអ្នកមិនចាំបាច់ធ្វើអ្វីគ្រប់យ៉ាងក្នុងពេលតែមួយទេអ្នកគ្រាន់តែត្រូវផ្លាស់ប្ដូរក្នុងទិសដៅត្រឹមត្រូវជាប់លាប់មួយជំហានក្នុងមួយថ្ងៃក្នុងទិសដៅត្រឹមត្រូវនឹងនាំអ្នកទៅឆ្ងាយជាងការរត់លឿនប៉ុន្តែការផ្លាស់ប្ដូរទិសដៅជារៀងរាល់សប្តាហ៍មនុស្សជាច្រើនខ្ជិលខ្ចាយថាមពលចាប់ផ្ដើមនឹងឈប់ផ្លាស់ប្ដូរគោលដៅញឹកញាប់ពេកសន្ទុះកើតចេញពីការជ្រើសរើសគោលដៅមួយនិងខិតខំប្រឹងប្រែងរហូតដល់លទ្ធផលកើតឡើងសន្ទុះក៏ផ្ដល់ឲ្យអ្នកនូវទំនុកចិត្តផងដែរនៅពេលដែលអ្នកមើលទៅក្រោយហើយឃើញវឌ្ឍនភាពដែលអ្នកបានធ្វើរួចហើយវាជំរុញឲ្យអ្នកបន្តទៅទៀតស្រមៃថាអ្នកកំពុងរត់ហើយអ្នកមើលទៅក្រោយដើម្បីមើលចម្ងាយដែលអ្នកបានគ្របបាំងថាមពលនោះជំរុញអ្នកទៅមុខបើមិនមានសន្ទុះទេរាល់ថ្ងៃមានអារម្មណ៍ដូចជាការចាប់ផ្ដើមឡើងវិញមួយនឹងសន្ទុះរាល់ថ្ងៃមានអារម្មណ៍ថាដូចជាការកសាងលើភាពជោគជ័យកាលពីម្សិលមិញចំណុចសំខាន់មួយទៀតគឺថាសន្ទុះទាក់ទាញឱកាសនៅពេលដែលអ្នកកំពុងឆ្ពោះទៅមុខមនុស្សគាត់សម្គាល់អ្នកទ្វារបើកឲ្យការគ្រប់គ្រងមកដល់និងធនធានលូតលាស់នៅពេលដែលអ្នកឈរស្ងៀមខ្មាំងអ្វីកើតឡើងជាច្រើនដងភាពជោគជ័យមើលទៅដូចជាសំណាងប៉ុន្តែតាមពិតវាគឺជាសន្ទុះមនុស្សដែលបន្តធ្វើការចលនាបង្កើតសំណាងផ្ទាល់ខ្លួនពីព្រោះចលនាបង្កើតមើលឃើញបាននិងមើលឃើញបានបង្កើតឱកាសសន្ទុះក៏ការទានអ្នកអំឡុងពេលលំបាកផងដែរមនុស្សគ្រប់គ្នាមានអ្វីដែលត្រូវនិយាយអំពីអ្វីដែលអ្នកគួរធ្វើរបៀបរស់នៅនិងកន្លែងដែលអ្នកគួរទៅប្រសិនបើអ្នកស្ដាប់សំឡេងនីមួយៗអ្នកនឹងមានការភ័ន្តច្រឡំរំខាននិងខួននោះហើយជាមូលហេតុដែលអ្នកត្រូវតែរៀនបិទសំឡេងរំខានសំឡេងរំខានមានច្រើនទម្រង់ពេលខ្លះវាជាការរិះគន់របស់អ្នកដទៃអ្នកចង់ចាប់ផ្ដើមអ្វីមួយប៉ុន្តែមនុស្សប្រាប់អ្នកថាវាប្រថុយប្រឋានពេកវាពិបាកពេកឬវាមិនអាចទៅរួចពេលខ្លះវាជាការប្រៀបធៀបអ្នកមើលភាពជោគជ័យរបស់អ្នកដទៃតាមអ៊ីនធឺណិតហើយភ្លាមនោះមានអារម្មណ៍ថាអ្នកនៅពីក្រោយពេលខ្លះវាគឺជាគំនិតអវិជ្ជមានរបស់អ្នកផ្ទាល់ដែលខ្សឹបប្រាប់ថាអ្នកមិនល្អគ្រប់គ្រាន់មិនឆ្លាតគ្រប់គ្រាន់មិនទាន់ត្រៀមខ្លួនតែអស់នេះគឺជាសម្លេងរំខានហើយអ្នកស្នាប់កាន់តែច្រើនអ្នកកាន់តែខ្សោយការបិទសម្លេងរំខានមិនមែនន័យថាមិនអើពើនឹងការពិតនោះទេវាមានន័យថាផ្ដោតលើអ្វីដែលពិតជាសំខាន់សម្រាប់អ្នកមិនអាចគ្រប់គ្រងអ្វីដែលមនុស្សនិយាយបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងអ្វីដែលអ្នកអនុញ្ញាតឲ្យចូលទៅក្នុងចិត្តរបស់អ្នកមិនអាចបញ្ឈប់ពិភពលោកពីការនិយាយបានទេប៉ុន្តែអ្នកអាចជ្រើសរើសមិនឲ្យរំខានដោយសម្លេងនីមួយភាពជោគជ័យតម្រូវឲ្យមានភាពច្បាស់លាស់ហើយភាពច្បាស់លាស់កើតឡើងលុះត្រាតែសម្លេងរំខានត្រូវបានបិទសូមគិតអំពីអត្តពលិកម្នាក់
ពេលពួកគេបោះសំហ៊ានចូលទៅទីលានពេលហូកេលាឋានពោពេញដោយការស្រែកហូកន្ទ្រាវនិងសម្ពាធប៉ុន្តែនៅពេលនោះពួកគេមិនឮសំឡេងពងមនុស្សទេពួកគេត្រូវបានចាក់សោជាប់ផ្ដោតតែលើការសម្ដែងរបស់ពួកគេនោះហើយជារបៀបដែលពួកគេឈ្នះប្រសិនបើពួកគេចាប់ផ្ដើមស្ដាប់សំឡេងអបអរសាទរនិងសំឡេងស្រែកហូកន្ទ្រាវទាំងអស់ពួកគេនឹងបាត់បង់ការផ្ដោតអារម្មណ៍ជីវិតដំណើរការតាមរបៀបដូចគ្នាដើម្បីឈ្នះអ្នកត្រូវតែបិទសំឡេងរំខានហើយផ្ដោតលើការប្រកួតរបស់អ្នកមធ្យោបាយបើមានឥទ្ធិពលមួយដើម្បីបិទសំឡេងរំខានគឺតាមរយៈសកម្មភាពសំឡេងរំខានកាន់តែខ្លាំងឡើងនៅពេលអ្នកអង្គុយស្ងៀមនៅពេលដែលអ្នកគិតច្រើនពេកនៅពេលដែលអ្នកអនុញ្ញាតឲ្យការសង្ស័យរស់នៅក្នុងចិត្តរបស់អ្នកប៉ុន្តែនៅពេលដែលអ្នកធ្វើសកម្មភាពនៅពេលដែលអ្នកបោះជំហានឆ្ពោះទៅរកគោលដៅរបស់អ្នកសំឡេងរំខានចាប់ផ្ដើមរសាត់បាត់ទៅសកម្មភាពគឺជាថ្នាំបន្សាបដ៏ល្អបំផុតចំពោះការសង្ស័យលទ្ធផលតូចៗនីមួយៗដែលអ្នកបង្កើតคล้ายជាខ្លាំងជាងមតិនៅជុំវិញអ្នកវិធីមួយទៀតគឺការគ្រប់គ្រងបរិយាកាសរបស់អ្នកប្រសិនបើអ្នកចំណាយពេលច្រើនពេកលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ្នកនឹងតែងតែឮសំឡេងរំខានប្រសិនបើអ្នកនៅជុំវិញខ្លួនអ្នកនឹងមនុស្សអវិជ្ជមានអ្នកនឹងតែងតែឮសំឡេងរំខានការពារបរិយាកាសរបស់អ្នកដោយជ្រើសរើសដោយឆ្លៀសវៃនៅអ្វីដែលអ្នកមើលអ្វីដែលអ្នកអាននិងអ្នកណាដែលអ្នកចំណាយពេលជាមួយចិត្តរបស់អ្នកគឺដូចជាបន្ទប់មួយប្រសិនបើអ្នកអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាដើរចូលហើយបង្កើតសំឡេងរំខានអ្នកនឹងមិនមានសន្តិភាពឡើយប៉ុន្តែប្រសិនបើអ្នកបិទទ្វារហើយអញ្ជើញតែអ្នកដែលគ្រប់គ្រងចក្ខុវិស័យរបស់អ្នកបន្ទប់របស់អ្នកនឹងក្លាយទៅជាកន្លែងនៃកម្លាំងការបិទសំឡេងរំខានក៏តម្រូវឲ្យមានវិន័យខាងក្នុងផងដែរគំនិតផ្ទាល់ខ្លួនរបស់អ្នកអាចជាសំឡេងខ្លាំងបំផុតភ័យខ្លាចការសង្ស័យខ្លួនភាពមិនប្រកបប្រជាទាំងនេះអាចស្រែកខ្លាំងជាងពិភពខាងក្រៅអ្នកត្រូវតែរៀនធ្វើឲ្យពួកគេស្ងាត់ដោយកសាងទំនុកចិត្តដោយវាន់តូចៗរៀងរាល់ពេលដែលអ្នករក្សាការសន្យាចំពោះខ្លួនឯងសំឡេងរបស់អ្នកកាន់តែខ្លាំងជាងសំឡេងអវិជ្ជមានដែលនៅក្នុងក្បាលរបស់អ្នករៀងរាល់ពេលដែលអ្នកធ្វើតាមអ្នកបិទសំឡេងនៃការសង្ស័យភាពស្ងាត់ស្ងៀមមានឥទ្ធិពលនៅក្នុងភាពស្ងាត់ស្ងៀមអ្នកអាចគិតបានយ៉ាងច្បាស់នៅក្នុងភាពស្ងាត់ស្ងៀមអ្នកអាចឮសំឡេងផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងភាពស្ងាត់ស្ងៀមអ្នកអាចកខ្ញាក់ទូស្ដាប់នឹងចក្ខុវិស័យនិងកំណងបំណងរបស់អ្នកមនុស្សភាគច្រើនខ្លាចភាពស្ងាត់ស្ងៀមព្រោះពួកគេមិនដឹងពីរបៀបអង្គុយជាមួយនឹងខ្លួនឯងប៉ុន្តែប្រសិនបើអ្នកអនុវត្តភាពស្ងាត់ស្ងៀមសូម្បីតែប៉ុន្មាននាទីជារៀងរាល់ថ្ងៃអ្នកនឹងរកឃើញកម្លាំងដែលសំឡេងរំខានមិនអាចផ្ដល់ឲ្យអ្នកបានតាមការពិតទៅពិភពលោកនឹងមិនដែលស្ងាត់ស្ងៀមឡើយសំឡេងរំខាននឹងនៅទីនោះជានិច្ចប៉ុន្តែអ្នកអាចហ្វឹកហាត់ខ្លួនឯងឲ្យកុំតែវាគ្រប់គ្រងអ្នកនៅពេលដែលអ្នកបិទសំឡេងរំខានអ្នកទទួលបានសេរីភាពក្នុងការប្រោតអារម្មណ៍ធ្វើសកម្មភាពនិងរីកចម្រើនជីវិតមិនមែនគ្រាន់តែថ្ងៃនេះទេជីវិតក៏និយាយអំពីថ្ងៃស្អែកឆ្នាំក្រោយនិង10ឆ្នាំទៀតផងមនុស្សដែលអ្នកកំពុងខ្លាយទៅជាមានសារៈសំខាន់ដូចគ្នានឹងមនុស្សដែលអ្នកជាថ្ងៃនេះការប្រើសំឡេងមួយហើយពេលណាហើយថ្ងៃណាមួយចំនួនអនាគតរបស់អ្នកនឹងអង្គគុណអ្នកឬស្ដីបន្ទោអ្នកចំពោះអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះសូមគិតអំពីសុខភាពប្រសិនបើថ្ងៃនេះអ្នកជ្រើសរើសញ៉ាំអាហារដោយមិនប្រុងប្រយ័ត្នជៀសវាងកាយហាត់ប្រាណនិងមិនអើពើនឹងរាងកាយរបស់អ្នក10ឆ្នាំក្រោយមកអនាគតរបស់អ្នកនឹងរងទុក្ខប៉ុន្តែប្រសិនបើថ្ងៃនេះអ្នកដើរបានច្រើនបន្តិចញ៉ាំបានល្អជាងបន្តិចគេងលឿនជាងមុនបន្តិចអនាគតរបស់អ្នកនឹងកាន់តែរឹងមាំមានសុខភាពល្អនិងមានថាមពលជាងមុនការសម្រេចចិត្តតូចៗប្រចាំថ្ងៃទាំងនោះអាចនឹងមិនបង្ហាញលទ្ធផលភ្លាមៗទេប៉ុន្តែវាប្រមូលផ្ដុំគ្នាយ៉ាងស្ងប់ស្ងាត់ហើយថ្ងៃណាមួយអនាគតរបស់អ្នកនឹងដឹងគុណដែលអ្នកយកចិត្តទុកដាក់រឿងដដែលនេះក៏ជាការពិតក្នុងការរៀនសូត្រដែរមនុស្សជាច្រើននិយាយថាខ្ញុំមិនមានពេលអានទេខ្ញុំគ្មានពេលសិក្សាទេប៉ុន្តែការពិតគឺគ្រប់ទំព័រដែលអ្នកអានរាល់ជំនាញដែលអ្នកអនុវត្តរាល់ចំណេះដឹងដែលអ្នកប្រមូលបាននឹងក្លាយជាការវិនិយោគ5ឆ្នាំចាប់ពីពេលនេះទៅនៅពេលដែលឱកាសមកដល់អនាគតរបស់អ្នកនឹងរួចរាល់ខណៈពេលដែលអ្នកដទៃជួបការលំបាកអ្នកនឹងមានការរៀបចំអ្នកនឹងងាកមើលទៅក្រោយហើយអរគុណចំពោះកំណែរបស់អ្នកដែលបានខិតខំប្រឹងប្រែងរៀនសូត្រនៅពេលដែលវាមិនងាយស្រួលលុយកាក់គឺជាឧទាហរណ៍មួយទៀតប្រសិនបើថ្មីនេះអ្នកចំណាយដោយមិនប្រុងប្រយ័ត្នដេញតាមនរណាការថ្មីទាំងអស់ទិញរបស់របរដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកដទៃអនាគតរបស់អ្នកអាចនឹងប្រឈមមុខនឹងការសោកស្ដាយប៉ុន្តែប្រសិនបើអ្នកជ្រើសរើសវិន័យសន្សំបន្តិចបន្តួចវិនិយោគដោយឆ្លៀសវៃនិងគ្រប់គ្រងបំណងប្រាថ្នារបស់អ្នកអនាគតរបស់អ្នកនឹងរីករាយនឹងសេរីភាពស្រមៃមើលការមានជម្រើសមិនមែនដោយសារតែអ្នកមានសំណាងនោះទេប៉ុន្តែដោយសារតែអតីតកាលរបស់អ្នកបានការពារខ្លួនឯងនោះហើយជាអ្វីដែលវិន័យហិរញ្ញវត្ថុបង្កើតសូម្បីតែទំនាក់ទំនងក៏អនុវត្តតាមច្បាប់ដូចគ្នាសេច
ក្តីសុខប្រោសដែលអ្នកបង្ហាញការគោរពដែលអ្នកផ្ដល់ឲ្យពេលវេលាដែលអ្នកវិនិយោគលើមនុស្សនឹងត្រឡប់មកអ្នកវិញនៅពេលក្រោយប្រសិនបើថ្ងៃនេះអ្នកមិនអើពើនឹងក្រុមគ្រួសាររបស់អ្នកមិនគោរពមិត្តភ័ក្តិរបស់អ្នកឬប្រើប្រាស់មនុស្សសម្រាប់ផលប្រយោជន៍រយៈពេលខ្លីអនាគតរបស់អ្នកនឹងឯកោប៉ុន្តែប្រសិនបើថ្ងៃនេះអ្នកបណ្ដុះទំនាក់ទំនងស្ដាប់កាន់តែច្រើនផ្ដល់កាន់តែច្រើននិងយកចិត្តទុកដាក់កាន់តែច្រើនអនាគតរបស់អ្នកនឹងត្រូវបានហ៊ុមព័ទ្ធដោយការជឿទុកចិត្តភាពស្មោះត្រង់និងសេចក្តីស្រឡាញ់បញ្ហាគឺមនុស្សភាគច្រើនគិតតែអំពីការលងលោមភ្លាមពួកគេមិនគិតអំពីខ្លួនឯងនាពេលអនាគតទេពួកគេចង់ជៀសវាងការខិតខំធ្វើការនៅថ្ងៃនេះដូច្នេះពួកគេទុកបន្ទុកឲ្យខ្លួនឯងនាពេលអនាគតទទួលបន្ទុកប៉ុន្តែនេះជាការពិតអ្នកមិនអាចគិតផុតពីវិការយោបល់ទេអ្នកអាចបង់ថ្លៃវិន័យនៅថ្ងៃនេះឬខ្លួនឯងនាពេលអនាគតនិងបង់ថ្លៃសោកស្ដាយនៅថ្ងៃស្អែកស្រមៃមើលការសរសេរសម្បត្តិមួយទៅកាន់ខ្លួនឯងនាពេលអនាគតតើអ្នកចង់ឲ្យវានិយាយអ្វីតើអ្នកចង់សរសេរថាខ្ញុំសុំទោសដែលខ្ញុំខ្ជិះខ្ជាយពេលវេលារបស់អ្នកខ្ញុំសុំទោសដែលខ្ញុំមិនបានមើលថែអ្នកខ្ញុំសុំទោសដែលខ្ញុំមិនបានត្រៀមខ្លួនឬអ្នកចង់សរសេរខ្ញុំបានធ្វើការយ៉ាងលំបាកសម្រាប់អ្នកខ្ញុំបានការពារអ្នកខ្ញុំបានវិនិយោគលើអ្នកនិងឥឡូវនេះអ្នកអាចរីករាយនឹងរង្វាន់ជម្រើសនោះត្រូវបានធ្វើជារៀងរាល់ថ្ងៃការការពារពេលវេលារបស់អ្នកការកសាងទម្លាប់ការបង្ហាញវិន័យការរៀនសូត្រជំនាញថ្មីៗទាំងនេះមិនមែនគ្រាន់តែអំពីថ្ងៃនេះទេពួកវានិយាយអំពីការផ្ដល់អំណាចដល់ខ្លួនឯងនាពេលអនាគតនៅពេលដែលអ្នកជំនះការលំបាកនៅថ្ងៃនេះខ្លួនឯងនាពេលអនាគតនឹងងាកមើលទៅក្រោយហើយនិយាយថាសូមអរគុណចំពោះការមិនបោះបង់នៅពេលដែលអ្នកជ្រើសរើសការរីកចម្រើនជាជាងការលួងលោមនៅថ្ងៃនេះអនាគតរបស់អ្នកនឹងនិយាយថាអរគុណសម្រាប់ការក្លាហាននៅពេលដែលអ្នកធ្វើការលិខិតឥឡូវអនាគតរបស់អ្នកនឹងញញឹមហើយនិយាយថាអរគុណសម្រាប់ការគិតសរុបយកទៅមកវិញការពិតគឺការផ្លាស់ប្ដូរមិនកើតឡើងមួយយប់នោះទេប៉ុន្តែវាកើតឡើងជារៀងរាល់ថ្ងៃភាពជោគជ័យមិនមែននិយាយអំពីសំណាងនោះទេវានិយាយអំពីវិន័យអំពីសកម្មភាពតូចៗជាប់ជាលាប់ដែលអ្នកធ្វើដែលអាចនឹងកសាងជីវិតដែលអ្នកស្រមៃគិត2ម៉ោងអាចនឹងហាក់ដូចជាតូចក្នុងរយៈពេល20ថ្ងៃប៉ុន្តែ2ម៉ោងដែលបានវិនិយោគដោយការព្យុះស្មារតីនិងការភ្ញាក់ផ្អើលអាចផ្លាស់ប្ដូរទិសដៅនៃជីវិតរបស់អ្នកដល់ស្រុងស្រង់នៅពេលដែលអ្នកជ្រើសរើសឧទ្ទិសឲ្យការរីករាយតែតើវាជាការអានការរៀនសូត្រការឆ្លុះបញ្ចាំងការបង្កើតឬការធ្វើការលើខៀនវិជ្ជារបស់អ្នកកំពុងតែប្រាប់ខ្លួនឯងនិងពិភពលោកថាអ្នកតម្លៃនៅពេលអនាគតអ្នកកំពុងតែកសាងសន្តានជំនួបធ្វើឲ្យជំនាញរបស់អ្នកកាន់តែជម្រៅការពារការព្យុះស្មារតីរបស់អ្នកនិងបិទសំឡេងរំខានពីម៉ាំងនេះคล้ายជាគ្រាប់ពុតមួយដែលដុសទៅជាឱកាសទំនុកចិត្តនិងជោគជ័យមនុស្សជាច្រើនខ្ជិះខ្ជាយពេលវេលារាល់ថ្ងៃដោយមិនដឹងខ្លួនប៉ុន្តែអ្នកដែលការពារពេលវេលានេះដែលកសាងទម្លាប់នេះនិងទំនុកចិត្តទៅវិញឃើញតាមការកសាងទម្លាប់នេះនិងទំនុកចិត្តទៅវិញឃើញតាមការកសាងទម្លាប់នេះនិងទំនុកចិត្តទៅវិញពីព្រោះតែភាពជោគជ័យមិនមែននិយាយអំពីចំនួនដែលអ្នកមានទេវានិយាយអំពីចំនួនដែលអ្នកផ្ដល់ឲ្យការរីកចម្រើនរបស់អ្នកដូច្នេះចូលចងចាំថារៀងរាល់ថ្ងៃអ្នកវិនិយោគឬខ្ជិះខ្ជាយ